ជំរាបសួរពុកម៉ែបងប្អូនមួយចំនួនលោកខមមិនចូលនៅក្នុង Facebook Page ជាពិសេសនៅក្នុង Channel YouTube បាទអត់ដែលឃើញខ្ញុំលើកចែករំលែកនៅក្បួនតម្រើហុងស៊ុយតាមពិតបងប្អូនមួយចំនួនមានឆាតមកសួរមួយលោកគ្រូស្ងាត់អត់ដែលឃើញលើកអីចឹងមិនមែនទៅណាទេតាមពិតដោយសារខ្ញុំមានកិច្ចការរវល់បាទមានកិច្ចការផ្ទាល់ខ្លួនមានកិច្ចការច្រើនហើយក៏មានអាជីវកម្មទូចតាចហើយជាប់អ្វីដែលបញ្ហាសំខាន់ហ្នឹងគឺជាប់ការកូនបាទជាប់ការកូនរៀបចំពិធីការកូនបាទហើយក៏មិនបានទៅលើកចែករំលែកច្រើនដោយសារខ្ញុំសម្អាងថាមានคลิปវីដេអូច្រើនគួរសមដែរនៅក្នុង Channel YouTube ដែលបងប្អូនអាចយកទៅដើម្បីជាសារៈប្រយោជន៍អីងាយឆាប់នេះក្រោយពីយើងទំនេរខ្ញុំនឹងលើកចែករំលែកបន្តទៀតទាំងពីរបាទនៅក្នុង Facebook Page ហើយនឹងYouTube ដើម្បីចែករំលែកអំពីលក្ខណៈផ្ទះបន្តទៀតជូនបងប្អូនដែលលោកតាមដានបាទហើយដូច្នេះក្នុងគេហៅថាធាតុភ្លើងនេះខ្ញុំតែងតែក្រើនរំលឹកដល់បងប្អូនថាប្រយ័ត្នរឿងបញ្ហាសំខាន់គឺគេហៅថាភ្លើងសង្គ្រាមដែលខ្ញុំបានលើកតាំងពីឆ្នាំ2025ហើយកិច្ចការទាំងអស់ដែលបងប្អូនគួរប្រុងប្រយ័ត្នគឺបង្កើននៅទង្វើពើល្អបាទហើយសង្ឃឹមថាបងប្អូននឹងសុខសប្បាយទាំងអស់គ្នាមិនថាបងប្អូននៅក្នុងប្រទេសខ្មែរឬក៏នៅក្រៅប្រទេសបាទហើយយើងក៏បន្តបាទធ្វើអំពើល្អវាជាល្អសម្រាប់ក្រុមគ្រួសារយើងក៏ល្អសម្រាប់សង្គមជាតិយើងទាំងមូលបាទសូមអរគុណ